ព្រះជ័យចេស្តាបបាត់ជ័យចេស្តាលោកឲ្យពួកបណ្ឌិតរៀបចំជាច្បាប់ដើម្បីរកយុត្តិធម៌ឲ្យអ្នកដែលកើតចំនួននេះណាពួកចៅក្រមរៀបច្បាប់ឲ្យ4យ៉ាងសម្រាប់ល្បិចដែលរកយុត្តិធម៌ឲ្យហ្នឹងពាក្យបាលីថាមណ្ឌលេនសេនបតមណ្ឌកតសីហឡូដែលល្បិចចៅក្រមដែលរកសេចក្តីយុត្តិធម៌មណ្ឌលេនគឺទឹកហូរយើងមើលទឹកស្ទឹងទឹកទន្លេវាហូរស្មើដំណើរអត់លឿនទេប៉ុណ្ណាគឺប៉ុណ្ណឹងស្មើទេចៅក្រមត្រូវសាកសួរភាគីទាំងពីរដោយលំនាំស្មើយ៉ាងឯងចឹងបើសួរទៅវាបានសម្រេចផលប្រយោជន៍រោគយុត្តិធម៌ឃើញក្នុងរឿងហ្នឹងក៏ឈប់ទៅបើថារោគមិនឃើញទេប្រើល្បិចមួយទៀតគេសេនបតសេនបតហ្នឹងគឺនិយាយពីសត្វស្ទៀងសត្វខ្លែងដែលវាចាប់សត្វធម្មតាសត្វខ្លែងស្ទៀងដែលវាចាប់សត្វដែលធ្វើជាម្ហូបចំណីដូចជាចាប់កូនមិនសត្វកង្កែបអីជាដើមវាមិនដែលឃើញវាស្ទុះមកចាប់តែម្ដងទេវាហើក្រឡឹងមើលពីលើឆ្វែងចាំមើលតែលឃើញច្បាស់ប្រកបជាក់ស្ដែងហើយបានសម្របខ្លួនធ្លាក់មកចាប់ពឹបឆក់ឡើងទៅវិញអានឹងល្បិចទី2ល្បិចទី3ម៉ាន់ឌូកតឲ្យមើលដំណើរសត្វកង្កែបវាលោតកង្កែបវាមិនដែលលោតទៅកាន់ទីណាធ្វើដំណើរទៅកាន់ណាលោតពពទៅដល់ទិសដៅទេលោត5ពវាឈប់ម្ដងហើយបានលោតពទៅទៀតអញ្ចឹងយ៉ាងណាមកយើងសួរយ៉ាឲ្យសួរកុំឲ្យសួរឈប់សម្រាប់ម្ដងទៅចេះទៅបើយើងសួរទៅបានសេចក្តីនៃនឹងរោគឃើញដើមហេតុខុសត្រូវពីចេញពីណាមកក៏ឈប់ទៅបរមឈប់ប្រើល្បិចមួយទៀតសៃហឡូសៃហឡូដោយប្រើសម្រេចរាជសីធម្មតាសត្វសៃហៈតោនៅលយងហ្នឹងនៅក្នុងច្បាប់និយាយថាចឹងមុននឹងវាទៅចាប់សត្វអីមួយមកធ្វើជាអាហារវាត្រូវស្រែកគំរាមដោយសំឡេងហ្នឹងសត្វទាំងឡាយឮសំឡេងរបស់ទៀតទៅគឺបាក់ស្មារតីសន្លប់បានបោះសុទ្ធចាប់អានឹងល្បិចចៅក្រម4ដែលពួកអ្នកប្រាជ្ញបណ្ឌិតហ្នឹងដែលព្រះបាទជ័យចេស្តាព្រះអង្គឲ្យនិពន្ធជាច្បាប់ដើម្បីឲ្យចៅក្រមរកយុត្តិធម៌ឲ្យគូក្តីនេះឃើញអានឹងចឹងទៅអានឹងល្បិចច្បាប់មួយ